សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំនៅសាច់រឿងថ្មីម្ដងទៀតហើយគឺនៅភូមិមួយគៀនជើងភ្នំមានកសិករម្នាក់ឈ្មោះពូសុកហើយគាត់ជាមនុស្សចិត្តល្អស្មោះត្រង់ឧស្សាហ៍ព្យាយាមខ្លាំងណាស់ឆ្នាំនេះស្រូវរបស់គាត់ទទួលបានផលល្អជាងឆ្នាំមុនហើយគាត់សប្បាយចិត្តជាខ្លាំងប៉ុន្តែផលល្អក៏ជាបញ្ហាសម្រាប់គាត់ដែរព្រោះថាដីស្រែរបស់គាត់ហ្នឹងគឺនៅឆ្ងាយដាច់ស្រយាលពីភូមិដែលគាត់រស់នៅនឹងខ្លាំងមែនទែនចឹងហើយពេលយប់ឡើងហ្នឹងពូសុកត្រូវទៅដេកចាំឆក់កណ្ដុរកុំឲ្យកណ្ដុរហ្នឹងវាស៊ីស្រូវគាត់ចឹងហើយពេលថ្ងៃក៏ចឹងដែរគឺគាត់ដេកចាំដេញចាបកុំឲ្យចាបហ្នឹងចុះមកដង្វងស៊ីស្រូវគាត់ឬជ្រូកព្រៃចុះមកស៊ីស្រូវរបស់គាត់ដែរអញ្ចឹងហើយពូសុកត្រូវតែដេកចាំស្រូវរបស់គាត់នឹងជារៀងរាល់យប់រហូតដល់តែគាត់ប្រមូលផលរួចគាត់បានសង់ខ្ទមតូចមួយនៅលើព្រឹស្រែដើម្បីជាកន្លែងសម្រាកហើយនៅតំបន់នោះគឺស្ងាត់ជ្រងំមែនទែនវាពោពេញទៅដោយវាលស្រែដាច់កតុយភ្នែកចឹងណាអត់មានផ្ទះអ្នកភូមិឬខ្ទមអ្នកណានៅចិត្តគាត់ហ្នឹងទេយប់មួយហ្នឹងក្រោយពីហូបបាយរួចពូសុកក៏បានដេកនៅក្នុងខ្ទមយប់មួយហ្នឹងក្រោយពីគាត់ហូបបាយរួចពូសុកក៏បានដេកនៅក្នុងខ្ទមគាត់យកកន្សែងមកដណ្ដប់ព្រោះអាកាសធាតុពេលយប់នៅវាលស្រែនេះវារងាខ្លាំងមិនយូរប៉ុន្មានគាត់ក៏បានលងលក់ទៅប្រហែលជាម៉ោង11កណ្ដាលរាត្រីបងប្អូនពូសុកស្រាប់តែភ្ញាក់ឡើងដោយសារតែគាត់នឹងឮសូរសំឡេងយំខ្សឹកខ្សួលគួរឲ្យអាណិតស្រងេះស្រងោតលាយឡំជាមួយនឹងសូរខ្យល់បក់វូនៅពេលយប់ផងនោះហើយពូសុកគាត់មិនហ៊ាននឹងធ្វើអ្វីទេគាត់សង្ងំនៅស្ងៀមហើយខំស្ដាប់ឲ្យច្បាស់ថាវាជាសំឡេងអ្វីចឹងណាហើយសំឡេងនោះដូចជាគាត់ឮថាដូចជាសំឡេងយំដែលចេញពីចំការអំពៅក្បែរនោះដែរហើយវាចេះតែឮចិត្តដល់ខ្ទមរបស់គាត់បន្តិចម្ដងអញ្ចឹងណាហើយពូសុកគាត់មិនហ៊ានចេញទៅក្រៅរកមើលទេគាត់អង្គុយក្នុងមុងក្នុងខ្ទមគាត់ហ្នឹងដោយនៅក្នុងចិត្តថាដឹងតែខ្មោចលោកអញហើយដោយសារនៅតំបន់ហ្នឹងព្រៃហ្នឹងនៅជិតព្រៃដែរគេលើល្បីថាមានខ្មោចស្រីម្នាក់ស្លាប់នៅទីនោះយូរណាស់មកហើយគាត់បានលើកដៃយកដៃគាត់នឹងរាវរកកៅភ្លើងសម្រាប់ឆ្លងពេលយប់គាត់ទៅបត់ដៃបត់ជើងអញ្ចឹងណាពេលយប់ឡើងអញ្ចឹងទៅគាត់ឆ្លងមើលដល់មើលអីហ្នឹងហើយនឹងកំបិតកែមួយដែលគាត់ដាក់នៅក្បែរខ្លួនស្រាប់តែសំឡេងនោះវាបាត់ទៅវិញវាថាវាមកដល់ផ្លេតអញ្ចឹងណាមើលស្ទុះក្រោយមកទៀតពូសុកក៏បានឮសំឡេងហ្នឹងដើរបោះជំហានមួយវាដូចជាមនុស្សដើរអូសជើងកាត់វាលស្រែនៅក្រោយខ្ទមគាត់សំឡេងដើរនោះឮសូរដូចជាជន់ស្លឹកឈើងន់កណ្ដាលអាត្រៀតឮបែបនេះគួរខ្លាចតែម្ដងនិយាយទៅគឺរោមកបងប្អូនវាគឺថាវាដើរមួយចឹងណាហើយវាដើរជុំវិញខ្ទមរបស់គាត់មកពូសុកភ័យឡើងញ័រខ្លួនពេលហ្នឹងគាត់ខំមាត់ខំថ្មិញជាប់មកហើយគាត់ក៏មានបតោងព្រះដែរគាត់ក៏យកមកពាក់ហើយ
កាន់កំបិតហ្នឹងចប់នឹងដៃហ្មងគាត់និយាយក្នុងចិត្តថាឲ្យតែហ៊ានចូលមកចិត្តអញដឹងតែកាប់ឯងតែមកតមកពូសុកក៏ឮសំឡេងស្រែកហៅសំឡេងបែបស្អកអញ្ចឹងណាវាមកជាមួយនឹងខ្យល់ត្រជាក់ស្រើបទៀតធ្វើឲ្យគាត់ហ្នឹងព្រឺរោមខ្ញាក់ហ្មងសំឡេងហ្នឹងបានហៅគាត់ឈ្មោះគាត់ចំហ្មងគេថាសោកពូសោកខ្ញុំសុំដេកផងរងាណាស់ពូសុកមិនហ៊ានឆ្លើយតបទេគាត់បិទភ្នែកសូត្រធម៌ក្នុងចិត្តហើយព្យាយាមធ្វើឲ្យដូចជាខ្លួនឯងនឹងដេកលក់ពូសុកខ្ញុំត្រជាក់ណាស់សូមឲ្យខ្ញុំចូលដេកផងវានៅតែលឺបន្តហៅគាត់ចឹងណាពូសុកនឹកឃើញដល់ពាក្យចឹងថាបើខ្មោចហៅកុំឆ្លើយបើខ្មោចអង្វរកុំបើកវាគាត់ក៏ឮសំឡេងលាន់គឺសំឡេងនៅតែហៅចឹងណាហើយគាត់ក៏បានឆ្លើយទៅថាដេកទៅដេកចុះតែកុំឲ្យចូលមកក្បែរអញរំពេចនោះសំឡេងហៅក៏បានស្ងាត់ពូសុកឮសូរតែសំឡេងរុក្ខជាតិអង្គើដូចជាមានអ្វីមួយរំកិលចូលដេកនៅក្រោមខ្ទមគាត់ក្បែរខ្ទមគាត់ចឹងណាគាត់នៅតែបន្តបិទភ្នែកមិនដល់ពូចប់មិនហ៊ានកំដៅទេដៃគាត់នឹងកាន់កំបិតចប់រហូតដល់ព្រឺតែម្ដងលុះដល់មាត់រងាវថ្ងៃរះមេឃភ្លឺស្រាងចឹងពូសុកហ្នឹងគាត់បើកភ្នែកឡើងហើយគាត់ចុះទៅចេញពីក្រៅហើយគាត់បានឃើញលើថ្ងៃហើយមេឃភ្លឺដែរអញ្ចឹងហើយគាត់ក៏ដកដង្ហើមមួយទូត្រង់មកផ្សាមយប់ហ្នឹងគាត់មានបានដេកទេគាត់ក៏ប្រញាប់ចេញពីខ្ទមគាត់ហ្នឹងទៅដើរទៅខាងក្រោយគឺស្រាប់តែគាត់បានឃើញស្លាកស្នាមសាមនឹងដានខ្មៅអញ្ចឹងណាគាត់មិនដឹងថាជាអ្វីឲ្យប្រកាសទេដែលមើលទៅគួរឲ្យខ្លាចនៅលើដីក្បែរខ្ទមគាត់នឹងមកគាត់ប្រហែលជារឿងហ្នឹងហើយដែលកើតឡើងចំពោះគាត់នៅយប់មិញអញ្ចឹងដូចជាមានអ្វីម្យ៉ាងធំមកដេកនៅទីនោះអញ្ចឹងពូសុកភ័យឡើងព្រឺខ្លួនហ្មងគាត់សម្រេចចិត្តថាយប់ហ្នឹងគាត់មិនដេកចាំស្រូវទៀតទេហើយគាត់ក៏ត្រឡប់ទៅវិញហើយចាប់ពីពេលនោះមកពូសុកក៏លែងហ៊ានដេកចាំស្រូវតែម្នាក់ឯងចឹងណាបើសិនណាគាត់ដេកក៏នាំគ្នាពី3នាក់អីមកដេកចឹងទៅបានគ្នាចឹងគាត់លែងហ៊ានដេកម្នាក់ឯងហ្នឹងហើយរឿងហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាសូមអរគុណបងប្អូនអរគ្នាដែលបានស្ដាប់រឿងនេះរហូតដល់ចប់សង្ឃឹមថាបងប្អូនអរគ្នាចូលចិត្តហើយនឹងជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយដើម្បីជាការលើកទឹកចិត្តសម្រាប់ខ្ញុំសរសេរសាច់រឿងផ្លែកថ្មីជូនដល់បងប្អូនស្ដាប់បន្តអញ្ចឹង